សួស្តីបងប្អូនទាំងអស់គ្នាតែយើងធ្វើរហាត់លេខ5គេឲ្យចំណុច A ដក2ដក3និង B 3 7រកសមីការបន្ទាត់ D1 ដែលកាត់តាមចំណុច AB រួចរកសមីការ D2 ដែលកាត់តាមចំណុច C 4 3និងកែង D1 អញ្ចឹងរក D1 សិនអញ្ចឹងយើងដាក់ថារកសមីការបន្ទាត់ D1 អញ្ចឹងសមីការ D1 យើងចុច2មក y ស្មើឲ្យ a កតាឲ្យវាកាត់តាមចំណុច a និង b អញ្ចឹងកាត់តាមចំណុច a អញ្ចឹង a កតាឲ្យ x ដក xa បូកឲ្យ y a អញ្ចឹងទី1យើងរកមេគុណប្រាប់ទិស a សិនអញ្ចឹងមេគុណប្រាប់ទិស a គឺស្មើឲ្យy b ដកឲ្យ y a លើ xb ដក xa អញ្ចឹងស្មើឲ្យ YB 7 ដកឲ្យ YA គឺ3ដកឲ្យដក3លើឲ្យ YB គឺ3 ដកឲ្យដក2ស្មើឲ្យអានេះដកប៉ះដកបូកអញ្ចឹង7បូក3វា10អានេះវិញ10ប៉ះ10បូក5លើ5អញ្ចឹងវាស្មើឲ្យ2អញ្ចឹងមេគុណ A គឺ2អញ្ចឹងនាំឲ្យសមីការ D1 y គឺស្មើឲ្យ2 2កតាឲ្យ x ដកឲ្យ xa គឺដក2ទៀតអញ្ចឹងដកឲ្យដក2បូកឲ្យ YA អញ្ចឹងបូកឲ្យ YA នេះបូកឲ្យដក3អញ្ចឹង y ស្មើឲ្យ2កតាឲ្យ x ដកប៉ះដកបូកនេះបូក2ដកឲ្យបូកប៉ះដកដកឲ្យ3 y ស្មើឲ្យ2កតាឲ្យយើងគុណពលាតមក2គុណ x 2x 2 ដង4បូកឲ្យ4ដកឲ្យ3អញ្ចឹង y ស្មើឲ្យ 2x ដក4បូក3ដកបូក4ដក3នៅសល់ដកសល់បូក1អញ្ចឹងសមីការ D1 ហ្នឹងចម្លើយវាប៉ុណ្ណឹងយើងចូលដល់រកសមីការបន្ទាត់ D2 អញ្ចឹងសមីការ D2 ហ្នឹងវាមានរាងម៉េច D2 y ស្មើឲ្យយើងតាំង a' វិញមកលើកមុនតាំង a លើតាំង a' កតាឲ្យ D2 នឹងកាត់តាមណារកសមីការបន្ទាត់ D2 ដែលកាត់តាមចំណុច C អញ្ចឹងកាត់តាមចំណុច C អញ្ចឹង x ដក xc បូកឲ្យ yc អញ្ចឹងគេថាបន្ទាត់ D2 ហ្នឹងកែងហ្នឹង D1 អញ្ចឹងបើកែង D1 a គុណឲ្យ a' ស្មើដក1មេគុណប្រាប់ទិសបន្ទាត់ទាំងពីរគុណមកដក1អញ្ចឹង a យើងឃើញហើយ a គឺស្មើ2អញ្ចឹង2គុណឲ្យ a' ស្មើដក1យើងរក a នាំឲ្យ a' ស្មើដក1លើភាគ2អញ្ចឹងយើងឃើញ a' ហើយអញ្ចឹងយើងជំនួសបានហើយយើងនាំឲ្យសមីការ D2 យើង y ស្មើឲ្យដក1ភាគ2នេះដក1ភាគ2កតាឲ្យ x ដក xc 4 x ដកឲ្យ4បូកឲ្យ yc បូកឲ្យ3អញ្ចឹងយើងគុណពលាតមក y ស្មើឲ្យអានេះគុណមកដក1ភាគ 2x នេះបូកវិញបូកឲ្យបូកឲ្យ4លើ2បូក3ចឹង y ស្មើឲ្យដក1ភាគ 2x បូកឲ្យ4ចែក2 2បូក3អញ្ចឹង
y ស្មើឲ្យដក1ភាគ 2x អានេះ3 2 បូក 3 5 បូកឲ្យ 5 ចឹងដេ2